សួស្តីអ្នកទាំងអស់គ្នាក្នុងវីដេអូនេះគឺខ្ញុំនឹងនាំអ្នកទាំងអស់គ្នាហាត់ប្រាណដែលជួយធ្វើឲ្យក្បាលពោះយើងហាត់ណែនអញ្ចឹងយើងមកមើលតកតនឹងក្បាច់ទី1តែម្ដងដែលក្បាច់ទី1នេះគឺឲ្យយើងដាក់ដៃយើងលក្ខណៈបែបនេះអ្នកទាំងអស់គ្នាយើងដាក់ដៃប្រឹងក្បាលពោះផងនៅពេលដែលយើងធ្វើហើយបន្ទាប់មកយើងរុញខ្លួនយើងឡើងទាញខ្លួនយើងមកត្រង់ហើយរុញខ្លួនយើងឡើងទាញខ្លួនយើងមកត្រង់យើងនឹងធ្វើ15ដងធ្វើសរុបទាំងអស់គឺ3សេតសម្រាប់ក្បាច់នេះតោះចាប់ផ្ដើមពេលដែលយើងទាញខ្លួនយើងត្រឡប់មកវិញយើងដកដង្ហើមចូលរុញខ្លួនឡើងឲ្យយើងផ្លុំខ្យល់ចេញ2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164
5 6 7 8 9 10 11 12 13 14 15 អូខេយើងសម្រាប់បន្តិចសិនក្បាច់បន្តទៀតគឺយើងដាក់ដៃអញ្ចឹងដូចដើមហើយបន្តមកយើងលើកខ្លួនឡើងបោះដៃឡើងទៅលើដល់ខាងពេលដែលយើងបោះដៃឡើងទៅលើយើងផ្នំខ្យល់ចេញហើយយើងប្រឹងក្បាលពោះផងនៅពេលដែលយើងធ្វើព្យាយាមកុំឲ្យខ្នងយើងអែនណាអ្នកនរគ្នាព្យាយាមឲ្យត្រង់ពង្រឹងក្បាលពោះនៅពេលដែលយើងធ្វើអូខេតោះ15ដង1 2 3 4 5 6 7 8 9 10 11 12 13 14 15អូខេយើងសម្រាប់បន្តិចសិនហើយចាំយើងវិលមកក្បាច់ទី1វិញដែរយើងធ្វើសរុបទាំងអស់គឺ3 set សម្រាប់ទាំងពីរក្បាច់ហ្នឹងអ្នកនរគ្នាកំឡុងពេលយើងសម្រាប់ហ្នឹងអាចញ៉ាំទឹកបានតិចតួចកុំញ៉ាំច្រើនពេកព្រោះដោយបើញ៉ាំទឹកច្រើនពេកអាចធ្វើយើងឆ្អល់ពោះនៅពេលដែលយើងហាត់ប្រាណបានអូខេតោះចូលមកដល់ set ទី2ត្រៀមខ្លួនចាប់ផ្ដើមធ្វើ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 1
4 5 6 7 8 9 10 11 12 13 14 15 អូខេសម្រាប់ទីសិនយើងត្រៀមដោះក្បាច់ទី2តោះដាក់ដៃដូចដើមបើសិនជាអ្នកដែលអត់មានកម្រាលក្រាស់ទេយើងអាចមានកសែងទ្រាប់រៀងក្រាស់កែងដៃយើងតិចក៏បានដែរបើមិនចឹងទេបើយើងអត់តន់ចេះទប់លំនឹងខ្លួនណាវាអាចធ្វើយើងកលិតកែងដៃបានអញ្ចឹងយើងអាចមានចំណាប់រៀងក្រាស់តិចតោះត្រៀមខ្លួនចាប់ផ្ដើមធ្វើ2 3 4 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163
5 6 7 8 9 10 11 12 13 14 15 អូខេយើងសម្រាប់តិចសិនយើងនៅសល់មួយសេតទៀតសម្រាប់ក្បាច់នេះដកដង្ហើមចេញចូលវិញហើយសម្រាប់អ្នកដែលហាត់ប្រាណនៅពេលល្ងាចយើងអាចញ៉ាំអីមុនហាត់ប្រាណប្រហែលជាកន្លះម៉ោងឬមួយ1ម៉ោងបានប៉ុន្តែញ៉ាំតិចតួចណាអ្នកនរគ្នាលើកឧទាហរណ៍ដែលញ៉ាំបានដូចជាដលងម្ដុំទូចឬមួយក៏ជានំប៉័ងមួយប្រទេសឬមួយក៏ជា protein shake ក៏បានដែរបើសិនជាយើងមានអូខេតោះដើម្បីយើងមានកម្លាំងក្នុងការហាត់ប្រាណទៅបានយូរចេកក៏យើងអាចញ៉ាំបានដែរ
ក្បាច់សេតទី3តោះត្រៀមខ្លួនចាប់ផ្ដើមធ្វើ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
4 5 6 7 8 9 10 11 12 13 14 15 អូខេត្រៀមខ្លួនក្បាច់បន្ទាប់ចាប់ផ្ដើមធ្វើ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162
4 5 6 7 8 9 10 11 12 13 14 15 ស៊ូអ្នកទាំងគ្នាស៊ូទៅជាមួយគ្នាស្ដាប់ទេអាចសម្រាប់ញ៉ាំទឹកតិចបានណាតិចទៀតគឺខ្ញុំនឹងបង្ហាញតើតើនៅក្បាច់បន្ទាប់អ្នកទាំងគ្នាមានតែអាចញ៉ាំតែនៅកំឡុងពេលយើងហាត់ប្រាណបាននឹងជួយធ្វើឲ្យការដុតថ្មពលខ្លាញ់យើងរត់តែកើនឡើងនិយាយទៅធ្វើយើងរត់តែបានទទួលប្រសិទ្ធភាពល្អផងដែរអូខេអញ្ចឹងយើងមកមើលក្បាច់បន្ទាប់ទាំងអស់គ្នាក្បាច់បន្ទាប់នេះគឺយើងដេកបញ្ឈរជង្គង់ហើយបន្ទាប់មកយើងដាក់ដៃប៉ះតិចហើយយើងប្រឹងងើបខ្លួនយើងឡើងផ្នែកយើងព្យាយាមឡើងទៅលើពេលដែលយើងប្រឹងលើខ្លួនយើងឡើងផ្លុំខ្យល់ចេញដាក់ខ្លួនចុះដកដង្ហើមចូលប្រឹងនៅកន្លែងក្បាលពោះកុំប្រឹងកអាចធ្វើយើងចុកកបានព្យាយាមមើលទៅលើអូខេយើងធ្វើ15ដងតោះចាប់ដើម1 2 3 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 1
4 5 6 7 8 9 10 11 12 13 14 15 អូខេក្បាច់បន្ទាប់ឲ្យយើងលើកចេញយើងឡើងដាក់ដៃចិត្តខ្លួនរបស់យើងព្យាយាមសង្កត់ខ្នងយើងឲ្យជាប់នឹងកន្ទេលកុំឲ្យហាប់ពីកន្ទេលអ្នកនរគ្នាបើសិនជាយើងតម្លាក់ចុះទាបបានប៉ុណ្ណាយកប៉ុណ្ណឹងតែបើអ្នកអាចដាក់តម្លាក់បានទាបបានយើងដាក់ទាបព្យាយាមកុំឲ្យខ្នងយើងហាប់ពីកន្ទេល1 2 3 4 5 6 7 8 9 10 11 12 13 14 15អូខេយើងសម្រាប់តិចសិនតោះមកយើងមកក្បាច់ទី1វិញដែរតោះត្រៀមខ្លួនចាប់ផ្ដើមធ្វើងើបខ្លួនឡើង1 2 3 4 5 6 7 8 9 10 11 12 13 14 15អ្នកមានអារម្មណ៍ខ្លោចក្បោះពោះស៊ូតោះចូលក្បាច់បន្ទាប់ដាក់ដៃជិតខ្លួនលើកជើងឡើងចាប់ផ្ដើមធ្វើ1 2ក្បាច់នេះគឺវាបានធ្វើពោះទាំងផ្នែកខាងលើនិងផ្នែកខាងក្រោម4 5
អូខេសមាធិសិនយើងនឹងវិលធ្វើមួយជុំទៀតសម្រាប់ក្បាច់នេះតោះត្រៀមខ្លួនស៊ូឡើងចាប់ផ្ដើមធ្វើ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163
4 5 6 7 8 9 10 11 12 13 14 មួយទៀត15 អូខេចូលក្បាច់បន្ទាប់លើកជើងឡើងចាប់ផ្ដើមធ្វើ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
4 5 6 7 8 9 10 11 12 13 14 15